3 អ្នកម៉ែឪកូនចេញប្រតិបត្តិការទៀតហើយថ្ងៃហ្នឹងម៉ាម៉ាសុំធ្វើជាតកង់ដឹក2អ្នកឪកូននឹងទៅផ្សារម្ដងព្រោះអីខ្ញុំស្ពាយកូនអញ្ចឹងស្រួលជាងគាត់ស្ពាយណាប៉ាប៉ាស្ពាយកូនមួយភ្លេតហ្នឹងបាច់ញើសចូលនិយាយរឿងបាច់ញើសវិញ2អ្នកឪកូននឹងឲ្យលេខ1មេសតុំរៀងល្ងាចអញ្ចឹងអត់ចង់ជិះឡានទេចង់ជិះម៉ូតូមើលទេសភាពឡៃតែមើលទេសភាពភ្លេចមើលប៉ាប៉ានេះជិះមកដល់ភូមិអ្នកចិត្តខាងនេះខ្ញុំឲ្យប៉ាប៉ាថតផ្លែល្ហុងមីណាថតតាំងពីចង្ងាយណានៃទៅលើហ្នឹងប៉ាប៉ាគេរៀនថតវីដេអូថតអីហើយនិយាយពីថាបានរៀនថតវីដេអូអញ្ចឹងកន្លែងណាក៏ថតដែរជិតដល់ផ្សាររៀងហុយហ្នឹងឲ្យប៉ាប៉ាអ្នកបើកម្ដងអ្វីដែលត្រូវធ្វើមុនគេនេះគឺយកអីវ៉ាន់មកផ្ញើតែនៅនេះហ่าយកអីវ៉ាន់ផ្ញើអីគឺថាពិបាកខ្លាំងមែនតើពួកអីក្រុមហ៊ុនខ្លះគេអត់ទទួលទេមានទូរស័ព្ទមានអីផ្ញើអញ្ចឹងណាហើយក្រុមហ៊ុនផ្សេងទៀតត្រូវការអត្តសញ្ញាណប័ណ្ណពួកខ្ញុំមានដឹងណាអត់បានយកអត្តសញ្ញាណប័ណ្ណមកអញ្ចឹងហើយក៏នាំគ្នាទៅរកក្រុមហ៊ុនផ្សេងទៀតមកដល់ក្រុមហ៊ុននេះទទួលផ្ញើនេះចង់ផ្ញើអីវ៉ាន់ផ្ញើអីហ្នឹងគឺថារៀងតឹងរឹងដែរហើយអីវ៉ាន់ដែលគេទទួលផ្ញើហ្នឹងនៅយានធុងហ្នឹងគេមានអាឡានបោកដឹកជញ្ជូនអីវ៉ាន់ដោយខ្លួនឯងនេះតែឃើញគេបញ្ជានៅក្នុងទូរស័ព្ទតែហ្នឹងបន្ទាប់ពីផ្ញើអីវ៉ាន់ផ្ញើអីហើយហ្នឹងពួកខ្ញុំនាំគ្នាមកសួរគេកន្លែងរូបនេះពួកខ្ញុំចង់ថតរូបទុកជាអនុស្សាវរីយ៍ហើយក៏អេតយកវីឆាតអ្នកថតរូបហ្នឹងហើយក៏ត្រឡប់ទៅផ្សារវិញមកផ្សារថ្ងៃហ្នឹងទិញម្ហូបហ្នឹងមកទិញខ្ចៅមុខម្ហូបរៀងចម្លែកបន្តិចខ្ញុំដាក់ឈ្មោះឲ្យថាមន់ឆាខ្ចៅប៉ុន្តែមានអីខ្ញុំចូលចិត្តហូបខ្លាំងមែនតើទិញខ្ចៅទិញអីហើយហ្នឹងគឺថាមកទិញតពាំងជ្រក់ម្ទេសជ្រក់នេះរួចហើយបានមករកទិញសាច់មន់តាមក្រោយនៅនេះមន់ទាគេមានលក់រស់ស្រាប់ហ្មងយើងចង់ទិញទៅចិញ្ចឹមឬក៏ទិញយកទៅធ្វើហូបក៏បានដែរយើងចង់ទិញរស់ឲ្យគេធ្វើឲ្យក៏បានបន្ទាប់ពីទិញអីវ៉ាន់ទិញអីហើយហ្នឹងនាំគ្នាត្រឡប់មកផ្ទះហើយមកដល់ភ្លាមហៀល្ងាចចង់បញ្ញាប់ធ្វើម្ហូបធ្វើអីហូបឆាតពាំងជ្រក់ជាមួយនឹងម្ទេសជ្រក់នឹងឲ្យល្មមគួរសមឲ្យដាក់សាច់មាន់យើងចូលបន្ទាប់មកយើងដាក់អាផេងខ្យងពណ៌ខ្មៅនោះហ៎ឆាវាឲ្យសាច់យើងល្មមគួរសមឲ្យចាក់ប៊ីយ៉ាកន្លះកំប៉ុងចូលចាក់ប៊ីយ៉ាកន្លះកំប៉ុងហើយនឹងដាក់ខ្ចៅរបស់យើងនឹងខ្ចៅយើងនឹងគឺត្រូវសោះដែរតែពេលសោះនឹងអត់បានថតបន្ទាប់ពីដាក់ខ្ចៅហើយនឹងដាក់ទឹកមកល្មមគួរសមហើយយើងធ្វើការងាស់វាមិនទុះទៅទុកវាឲ្យពុះ2-3ខូចឲ្យមើលទៅរីងដល់សមល្មមដែលយើងគិតថាល្មមហូបរួចដាក់គ្រឿងវិចេងស្ករអំបិលតាមនឹងទៅមុខម្ហូបនឹងប៉ាប៉ាជាអ្នកធ្វើទេខ្ញុំមិនបានធ្វើទេគ្រាន់តែថតឆារួចរាល់ហើយគឺវិចេញរូបរាងបែបនឹងឯងខ្ញុំនេះចូលចិត្តហូបខ្លាំងមែនតើវីដេអូមុខម្ហូបនឹងខ្ញុំធ្លាប់ធ្វើដាក់ក្នុង YouTube ដែរតែតាំងពី2ឆ្នាំមុនឥឡូវនឹងធ្វើការញ៉ាំបាយហើយម្ហូបឆ្ងាញ់អញ្ចឹងដឹងតែញ៉ាំច្រើនមកបន្ទាប់ពីញ៉ាំបាយហើយងូតទឹកងូតអីហើយហ្នឹងគឺថាអត់ភ្លេចទេលាបជាមួយនឹង Slim Gel ដើម្បីឲ្យវាដុតជាតិខ្លាញ់នៅលើក្បាលពោះរបស់យើងហ្នឹងលាបមុនពេលចូលគេអញ្ចឹងមិនបាច់ចាំប្របាក់រឹតគេទេលាបឲ្យម៉ាស្សាលើស្បែកពោះរបស់យើងទៅវិញទៅមកហ្នឹងឲ្យបាន 3-4 នាទីអីទៅហើយ Slim Gel នេះលាបឲ្យអត់មានធ្វើឲ្យក្តៅកាហេកាហាយអីទេលាបឲ្យមានអារម្មណ៍ថាក្តៅឈិបលើក្បាលពោះហ្នឹងគឺថាស្រួលខ្លួនខ្លាំងមែនតើតែក្តៅហ្នឹងក៏អត់ក្តៅយូរដែរហើយជាកន្លះម៉ោងអីហ្នឹងគឺបាត់ក្តៅហ្នឹងទៅវិញបានសំខាន់ត្រង់ថាលាបឲ្យអត់មានស្អិតបតិបតៈលើពោះលើស្បែកយើងទេពេលវាជ្រាបចូលស្បែកពោះយើងអស់ទៅថាឡើងធម្មតាហ្មងនេះមានណាដល់ពេលអញ្ចឹងប្រកែលុញហ្មងម៉ាស្សាទៅម៉ាស្សាមកណាបងប្អូនចង់ស្រកលឿនណាអាចលាបឲ្យរឹតអង្កេតក៏សម្រាប់បងប្អូនដែលចូលចិត្តហាត់ប្រាណអីមុននឹងទៅហាត់ប្រាណអាចលាប Slim Gel ពីលើស្បែកនឹងបានលាបឲ្យទៅហាត់ប្រាណនិយាយពីថាបែកញើសស្រួលខ្លួនខ្លាំងមែនតើខ្ញុំនេះអត់មានពេលទៅហាត់ប្រាណហាត់អីទេពេលមុនចូលគេអញ្ចឹងម៉ាស្សាលើដៃលើជើងកន្លែងណាដែលយើងចង់ស្រកទៅហើយចូលគេធម្មតាល្អសម្រាប់បងប្អូនដែលគាត់កោមេប៉ុន្តែមានក្បាលពោះដូចខ្ញុំអញ្ចឹង Slim Gel នេះយកមកលាបគឺថាត្រូវប៉ក់ហ្មងចង់ស្រកកន្លែងណាលាបកន្លែងហ្នឹង